អត់មានអីញ៉ៃច្រើនដែរដំបូងគេហ្នឹងគឺយើងមានជាឆ្អឹងជំនីជ្រូកយើងកាប់ជាដុំលាងទឹកឲ្យស្អាតហើយគឺខ្ញុំស្រុះជាមួយទឹកពុះណាអានេះបើសិនជាបងប្អូនចង់ស្រុះក៏បានឬក៏អត់ក៏បានដែរយើងស្រុះអញ្ចឹងទៅដើម្បីឲ្យទឹកសម្លរបស់យើងថ្លាល្អហើយវាអត់មានក្លិនទៀតក្នុងកំឡុងពេលដែលយើងដាក់ដាំទឹកចោលសិនហ្នឹងយើងមករៀបចំគ្រឿងផ្សេងៗទៀតឲ្យហើយមកដែលយើងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសម្ទេសអីហ្នឹងសម្រាប់គល់ស្លឹកគ្រៃគឺខ្ញុំប្រើចំនួន3គល់យើងហាន់វាជាប្រទេសរាងស្ដើងរំដេងម្ដុំតូចមួយមកខ្ទឹមស4-5 កាពើស្លឹកក្រូចសើចបន្តិចហើយនេះគឺជីសម្រាប់យើងដាក់បង់បងប្អូនខ្ញុំហាន់ទុកឲ្យហើយមានដូចជាជីវ៉ាន់ស៊ុយស្លឹកខ្ទឹមអីហ្នឹងក្រូចឆ្មាអីហ្នឹងយើងហាន់ទុកម្ដុំមកបន្ទាប់ពីទឹកពុះហើយចាំយើងដាក់គ្រឿងកាត់ក្លិនចូលមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសហើយយើងដាក់ឆ្អឹងជំនីជ្រូកចូលជាមួយគ្នាមកអានេះគឺរីជីវ៉ាន់ស៊ុយដែលយើងនៅសល់ហ្នឹងហើយបើសិនជាបងប្អូនមានស្រាចិនយើងដាក់បន្តិចមកដើម្បីឲ្យឆ្អឹងជំនីជ្រូករបស់យើងឆាប់ផុយល្អវាជួយកាត់ក្លិនទៀតបន្ទាប់មកគឺខ្ញុំដាក់ទឹកប្រហុកចំនួន1កូនវែកម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយអំបិលមួយចិបហើយនឹងអានេះគឺជាប្រេងម្ទេសអានឹងយើងដាក់ដើម្បីកាត់ក្លិនណាមួយគឺវាមានពណ៌ស្អាតទៀតបើចាបងប្អូនស្រាចិនដាក់ក៏បានអត់ក៏បានទេណាប៉ុន្តែទឹកប្រហុកគឺត្រូវតែដាក់ហ្មងទឹកប្រហុកគឺយើងមើលដែរបើសិនជាទឹកប្រហុកនឹងរាងប្រៃបងប្អូនដាក់បន្តិចបានហើយប៉ុន្តែដោយសារតែនេះខ្ញុំធ្វើខ្លួនឯងវាអត់សូវប្រៃទេបងប្អូនហើយឆ្អឹងជំនីជ្រូកហ្នឹងយើងរំងាស់ឲ្យវាផុយសិនមកណាបងប្អូនផាជាខ្ទង់20នាទីទៅ30នាទីអីសិនទៅចាំយើងដាក់ផ្សិតចូលជាមួយនឹងម្ទេសហើយចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំដោយសារទឹកប្រហុកនេះវាអត់សូវប្រៃអញ្ចឹងណាបងប្អូនចឹងខ្ញុំថែមទឹកត្រីបន្តិចអំបិលមួយចិបហើយចុងក្រោយគេហ្នឹងគឺខ្ញុំបន្ថែមម្ទេសហុយដោយសារតែខ្ញុំរៀងចូលចិត្តហឹរដែរប៉ុន្តែបើសិនជាបងប្អូនអត់ចូលចិត្តហឹរទេមិនបាច់ដាក់ទេតែប៉ុណ្្នឹងមកសម្លស្ងោរជ្រក់ឆ្អឹងជំនីជ្រូករបស់យើងគឺរួចរាល់យើងអាចដួសយកទៅញ៉ាំបានហើយសម្លរបស់យើងនេះគឺខ្ញុំអត់យកប្រៃពេកទេណាបងប្អូនយករៀងសាបមកល្មមផ្អែមមកល្មមអញ្ចឹងទៅបន្ទាប់ពីយើងដួសដាក់ចានហើយបងប្អូនរោយជីវ៉ាន់ស៊ុយជាមួយស្លឹកខ្ទឹមជីណាអីក៏បានដែរហើយចាំបាច់ក្រូចឆ្មាចូលមួយចំណិតពីរចំណិតទៅកូរច្របល់វាឲ្យចូលជាតិគ្នាបងប្អូនភ្លក់មើលចង់ជូរប៉ុណ្ណាយើងថែមថយតាម